ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជារបៀបនៃការធ្វើជ្រក់ជើងមាន់របស់ខ្ញុំបាទជារៀងរាល់ថ្ងៃសម្រាប់លោកឲ្យអតិថិជនរបស់ខ្ញុំហើយដោយសារតែខ្ញុំអត់សូវមានពេលវេលាក្នុងការថតវីដេអូឲ្យបានពេញលេញគឺខ្ញុំបានថតកាត់ត្រួសដោយសារតែខ្ញុំប្រញាប់ក្នុងការលក់ដូរអត់សូវបានថតឲ្យបានគ្រប់គ្រាន់ទាំងគ្រឿងទាំងអ្វីៗសពបែបសពយ៉ាងឲ្យបានគ្រប់គ្រាន់ទេបងប្អូនណាប៉ុន្តែការធ្វើជ្រក់ជើងមាន់នេះវាអត់មានអីល្បាយបងប្អូនសម្រាប់បងប្អូនណាដែលត្រូវការធ្វើញ៉ាំជាលក្ខណៈគ្រួសារឬក៏ជួបជុំមិត្តភ័ក្តិបងប្អូនចូលចិត្តផ្អែមសាបប្រៃឬក៏ជូរបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានហើយសូមបញ្ជាក់សម្រាប់បងប្អូនដែលត្រូវការជ្រក់ជើងមាន់ដែលមានរសជាតិឆ្ងាញ់សមរម្យអាចទទួលយកបានជាពិសេសគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាកន្លែងយើងខ្ញុំបាទសម្រាប់ជ្រក់ជើងមាន់នេះមួយប្រអប់មានតម្លៃត្រឹមតែ 5,000 រៀលតែប៉ុណ្ណោះតម្លៃធូរថ្លៃមែនទែនបងប្អូនហើយកុំបាច់ភ័យសម្រាប់រសជាតិគឺអាចទទួលយកបានបងប្អូនចំណាយអស់ 5,000 នេះអត់ខំបំណងបងប្អូនរសជាតិឆ្ងាញ់អាចទទួលយកបានអរគុណ